នៅខ្មែរក៏អាចរកលុយតាមក្រុមហ៊ុន Facebook បានដែរដោយប្រើប្រាស់ admin ខ្មែរបាទកុងធនាគារខ្មែរក្នុងការដកលុយសួស្តីបងប្អូនអរគ្នាវីដេអូនេះខ្ញុំបង្ហាញពីរបៀបនៃការបាទរកលុយតាម Facebook ដោយប្រើប្រាស់ admin ខ្មែរអញ្ចឹងការរកលុយវាមានពីររបៀបក្នុងការរកលុយតាម Facebook នៅខ្មែរបងប្អូនអរគ្នាណាគឺយើងអាចរកលុយបានយ៉ាងពិតប្រាកដគឺរបៀបទី1បងប្អូនធ្វើការស្នើរ៉ាយ Manager លើ page ជាប់បងប្អូនអាចដាក់បាទ admin ខ្មែរក្នុងការកាន់ page បាទដាក់កុងធនាគារខ្មែរក្នុងការបាទដកលុយបានក៏ប៉ុន្តែប្រសិនបើបងប្អូនធ្វើការបាទស្នើរ៉ាយ Manager ទៅលើ page របស់បងប្អូនអត់ជាប់ទេបាទ page របស់បងប្អូនបាទទទួលបានការ invite ក្នុងការរកលុយក្នុង tool ណាមួយនោះបងប្អូនអាចធ្វើការប្រើប្រាស់ VPS ឬក៏ VPN ក្នុងការគ្រប់គ្រងបាទ page របស់បងប្អូន set up រកលុយបានដូចគ្នាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំបង្ហាញពីរបៀបនៃការបាទរៀបចំ page ដើម្បីធ្វើការស្នើរ៉ាយ Manager ដើម្បីងាយស្រួលក្នុងការបាទរកលុយដោយប្រើប្រាស់ admin ខ្មែរក្នុងការគ្រប់គ្រងរកលុយនៅខ្មែរបានដោយងាយស្រួលអញ្ចឹងណាអូខេអញ្ចឹងរបៀបនៃការបាទរៀបចំ page ឬក៏ social media ផ្សេងៗរបៀបម៉េចខ្ញុំនឹងបាទលម្អិតឬក៏បញ្ជាក់នៅក្នុងវីដេអូនេះបាទតែម្ដងអញ្ចឹងសម្រាប់បងប្អូនបាទចង់រៀនឬក៏មានចំណាប់អារម្មណ៍ចង់សាងប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន Facebook បងប្អូនទាំងគ្នាអាចមើលវីដេអូរបស់ខ្ញុំមួយនេះពីដើមដល់ចប់បាទខ្ញុំនឹងបង្ហាញបាទនៅលើទូរស័ព្ទដៃតែម្ដងសម្រាប់បងប្អូនដែលមានត្រឹមតែទូរស័ព្ទដៃក្នុងការបាទចង់រកចំណូលទៅលើអនឡាញណាអូខេអញ្ចឹងបងប្អូនទាំងគ្នាបាទត្រូវធ្វើការស្នើរ៉ាយ Manager ដើម្បីមានសិទ្ធិគ្រប់គ្រងក្នុងការរកលុយជាមួយនឹងបាទក្រុមហ៊ុន Facebook ណាអញ្ចឹងរបៀបនៃការរៀបចំបាទ page របស់យើងលក្ខណៈបែបម៉េចដើម្បីងាយស្រួលក្នុងការស្នើរ៉ាយ Manager ឲ្យជាប់បងប្អូនបាទអនុវត្តតាមខ្ញុំមកគឺបងប្អូនត្រូវតែមានបណ្ដាញសង្គមផ្សេងៗដូចជាបាទទី1បងប្អូនបាទមាន Facebook បាទទី2បងប្អូនត្រូវមាន Instagram បាទទី3បងប្អូនត្រូវមាន YouTube បាទហើយទី4បងប្អូនត្រូវមាន TikTok ណាអញ្ចឹង4បណ្ដាញសង្គមឬក៏4 platform ហ្នឹងបងប្អូនត្រូវតែមានដើម្បីយើងធ្វើការបង្ហោះវីដេអូដែលបងប្អូនផលិតជាវីដេអូ original ហ្នឹងចូលនៅក្នុងបណ្ដាញសង្គមទាំង4ហ្នឹងតែម្ដងណាបាទអញ្ចឹងបងប្អូនបាទត្រូវតែមានបាទ page បាទដាក់ឈ្មោះដូចគ្នាហើយបាទបន្តមកទៀតបងប្អូនត្រូវបង្កើត Instagram មកបាទ Instagram បងប្អូនគឺត្រូវតែដាក់ឈ្មោះដូចគ្នាដែរអូខេហើយទី3បងប្អូនត្រូវមាន YouTube channel គឺបង្កើត YouTube channel ដាក់ឈ្មោះដូចគ្នាហើយបន្តមកទៀតបងប្អូនត្រូវមាន TikTok account បាទ TikTok account របស់បងប្អូនបាទត្រូវតែដាក់ឈ្មោះដូច social media ផ្សេងៗអញ្ចឹងទាំង4 platform ហ្នឹងបងប្អូនត្រូវតែដាក់ឈ្មោះដូចគ្នាទាំងអស់ណាហើយនៅពេលដែលបងប្អូនធ្វើការ post វីដេអូគឺ post ចូលទាំង4 platform ហ្នឹងតែម្ដងវីដេអូបងប្អូនដែលបាទធ្វើការផលិតជាវីដេអូ original ហ្នឹងមិនថាមាតិកាបែបណាឬក៏ content បែបណាទេបងប្អូនត្រូវតែ post ទៅលើបាទ social media ទាំង4ហ្នឹងហើយបន្តមកទៀតគឺជាប្រភេទមាតិកាឬក៏វីដេអូណាដែលបងប្អូនផលិតគឺបង្ហាញមុខគឺបងប្អូនព្យាយាមធ្វើវីដេអូបង្ហាញមុខដូចខ្ញុំថតបង្ហាញក្នុងការបង្រៀនបងប្អូនបែបហ្នឹងណាបាទនៅពេលដែលបងប្អូនបាទធ្វើការស្នើរ៉ាយ Manager គឺទាមទារឲ្យវីដេអូបងប្អូនត្រូវតែបង្ហាញមុខបែបហ្នឹងទើបយើងធ្វើការស្នើរហ័សជាប់ចំពោះ page វិញណាយើងស្នើទៅលើ page ដើម្បីឲ្យទទួលបាន Rai Manager គឺបងប្អូនមិនបាច់មានដល់បាទ 10k 20k ទេគឺបាទចាប់ពី 1k ឡើង2ទៅ 3k ហ្នឹងចន្លោះហ្នឹងគឺយើងអាចធ្វើការស្នើ Rai Manager បានដែរបងប្អូនការស្នើ Rai Manager ខ្ញុំបញ្ជាក់ឡើងវិញគឺយើងមានសិទ្ធិគ្រប់គ្រាន់បើសិនជា page របស់បងប្អូនទទួលបាន tool ណាមួយ invite ឲ្យរកលុយយើងមាន Rai Manager គឺយើងអាចដាក់ admin ខ្មែរកាន់ page បានគឺយើងអាចដាក់កុងធនាគារក្នុងការទទួលលុយឬក៏ដកលុយបានគឺវាអត់ស្មុគស្មាញដែលយើងបាទទៅប្រើប្រាស់ VPN ឬក៏ VPS ក្នុងការបាទគ្រប់គ្រងទេពេលខ្លះនៅពេលដែលយើងប្រើប្រាស់ VPN បាទអត់ដឹងពីរបៀបនៃការប្រើប្រាស់ទេគឺអាចនឹងធ្វើឲ្យបាទ page របស់យើងដាច់ប្រទេសបាទវិញទាក់ទងនឹង tool Rai Manager បើយើងស្នើចប់គឺវាសំខាន់ណាស់បងប្អូនទី1គឺវាជួយការពារវីដេអូរបស់យើងពីការលួចបាទយកទៅផុសបន្តនៅលើបណ្ដាញសង្គមផ្សេងៗអញ្ចឹងយើងអាចធ្វើការ report ឬក៏ប្តឹងទៅកាន់ក្រុមហ៊ុនបាទ Facebook បាន
បាទទី2គឺយើងអាចបាទរលួយបាននៅខ្មែរតែម្ដងដោយប្រើប្រាស់ admin បាទកាន់ page នៅខ្មែរហើយនឹងដាក់កុងធនាគារនៅខ្មែរអូខេសម្រាប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនតែប៉ុណ្្នឹងសិនវីដេអូទី2ខ្ញុំនឹងបង្ហាញពីរបៀបនៃការរៀបចំ page ឬក៏ social media ផ្សេងសម្រាប់ធ្វើការស្នើរ៉ាយ manager តែម្ដងណាអញ្ចឹងជួបគ្នានៅវីដេអូទី2អរគុណជម្រាបលា